យួននឹងសៀមពីប្រទេសហ្នឹងវាធ្វើផែនទីคล้ายៗដូចតែគ្នាហ្នឹងបងប្អូននឹកឃើញដែរកាលចំនួនយួននឹងអាមេរិកកាំងដែលសង្គ្រាមជាមួយគ្នាណាវាគូសផែនទីคล้ายៗឲ្យចូលទៅដីខ្មែរណាផែនទីហ្នឹងជាអក្សរយួនបាទហើយអញ្ចឹងទៅអាមេរិកកាំងទម្លាក់ក្របបែកដូចនៅខាងព្រៃវែងស្វាយរៀងអីវិញបងប្អូនឃើញទម្លាក់ហេតុអីក៏អាមេរិកកាំងទម្លាក់ទៅទម្លាក់ទៅដល់វាគូសហ្នឹងទៅវាថាប់អាមេរិកកាំងទម្លាក់នៅលើទឹកដីវាណាអាហ្នឹងហើយគឺល្បិចរបស់យួនហើយបើសៀមវិញដែលវាប្រាប់កូនចៅវាដែលគូផែនទីឯកតោភាគីដែលខ្លួនវាផ្ទាល់ហ្នឹងហើយយកមកប្រាប់ប្រជាជនវាអញ្ចឹងបានបញ្ចេញជនសៀមហ្នឹងជាមួយនឹងសិស្សសានុសិស្សទាំងអស់គេយកអាផែនទីคล้ายៗដែលគូណាគូហ្នឹងវាអត់យកអដែងផែនទីកាលបារាំងហើយសៀមកាលគេកិច្ចព្រមព្រៀងគ្នាជាអន្តរជាតិទទួលក៏អត់យកទេវាយកអាផែនទីគូបន្លំคล้ายៗមកធ្វើជាផែនទីរបស់វាឲ្យបងប្អូនរបស់វាឲ្យកូនចៅសិស្សសានុសិស្សទាំងអស់ហ្នឹងឲ្យដឹងថានេះជាដីអញ្ចឹងបានវាគូយកអដែងប្រាសាទតំន់ធំតំន់តូចណាតាកបីអស់ហ្នឹងណាកោះគុជដល់ហ្នឹងវាគូលើទឹកដីរបស់វាហើយវាប្រាប់ប្រជាជនថាខ្មែរយើងរំលោភណាតែអញ្ចឹងឲ្យយួននិងសៀមដូចតែគ្នាហ្នឹងបាទដូចតែគ្នាហ្នឹងវាគូសុទ្ធតែផែនទីคล้ายៗដើម្បីយកមកធ្វើឲ្យប្រជាជនវាស្គាល់ហើយបើសិនណាជាបោះផែនណាបោះអដែងបកគោលព្រំដែនមកយកអាផែនទីคล้ายៗបន្លំផែនទីហ្នឹងយកមកបោះបកគោលហ្នឹងខ្មែរយើងបាត់បង់ទឹកដីហើយមិនតិចទេច្រើនណាស់អញ្ចឹងបងប្អូនទៅតាមដានហើយរដ្ឋាភិបាលក៏មានការប្រុងប្រយ័ត្នកុំឲ្យយកអាផែនទីបន្លំคล้ายៗយកមកបោះបកគោលព្រំដែនហ្នឹងគឺយើងខាតណាយកអាផែនទីដែលបារាំងសៀមបារាំងយួនហ្នឹងយកមកយកអន្តរជាតិទទួលស្គាល់យកបោះបកគោលបានយើងមិនខាតណាអាហ្នឹងក៏ជំរាបប៉ុណ្ណឹងទេ